មកដល់វិញ្ញាសាបទញាក់នៅសល់បេក្ខជនចំនួន2រូបជាបន្តទៅទៀតសូមអរលោកអ្នកនាងកញ្ញាចាជួបបេក្ខជនទឹកសំអាងពាក់ស្លាកលេខ101ណែកុំកាចប្រកាសណែគួរឲ្យខ្លាចជាងព្រៃបិសាចអូខ្លាចតែប្រលឹងណែកុំតន់ខឹងតែអញ្ចឹងអបប្រានក៏មិនបានអូពីបបអូនអើយកុំក្រញើសាឃើញទៅស្រីឬមួយនឹកថាមិនយកគេប្តីខំហើយណែកាចពេកក្រមុំមិនមុំទីណាស្រីប្រយ័ត្នពេលមានប្តីអូស្រីខ្លាចប្តីទេសូមអរគុណតាំងពិតយើងធ្វើបានមិនមែនយើងអត់ធ្វើអត់បានទេអាសំលេង live ហ្នឹងយើងធ្វើបានគ្រាន់តែយើងអត់ចង់ធ្វើដូចជាបទញាក់អញ្ចឹងយើងអាចធ្វើបានដាច់អត់ live អត់ខុសច្បាប់ហើយវាធ្វើឲ្យបទហ្នឹងវាភ្លឺវាថ្លាវាស្រស់វាស្អាតទាំងអស់គ្នាយល់អញ្ចឹងខ្ញុំជឿថាអញ្ចឹងអូនធ្វើបានទោះបីថ្ងៃហ្នឹងយើងមានបន្ទុកមិនយើងមានលទ្ធផលមិនអូនធ្វើបានបាទអរគុណបាទអរគុណបាត់ញាក់លុយជាងបាត់ស្លូបាទអរគុណអីមកពីអូនឯងជាងបាត់ញាប់ទៅអត់ប្អូបាត់ញាប់តាមចង្វាក់ភ្លេងដល់ពេលបាត់ស្លូអូនឯងត្រូវម្លាយបាទគាត់ថាជាបាត់នេះអត់ម្លាយទេល្អចាអរគុណច្រើនបងបងអូនយកបាត់នឹងពីណាមកតាមពិតដូចខ្ញុំមានអារម្មណ៍ថាទៀបជាងគាត់ជាលោកតាសមុទ្រជាងខ្ពស់ជាងហ្នឹងដល់អញ្ចឹងបងឯងជ្រៀងនៅក្រោមនោះអត់មានអារម្មណ៍បាទជាងទៀបអញ្ចឹងវាអត់មានអាគេហៅ passion ណាហ្នឹងបកខ្លួនឯងស្ដាប់ទៅដូចជាមិនមានកម្លាំងបន្តិចប៉ុន្តែខ្ញុំឃើញល្អសំឡេងគាត់ខ្ញុំគិតថាគាត់ជាងពីបាត់ស្លូនោះរៀងដូចយាជាងបាត់ញាក់មិនដឹងជាវេទនាយ៉ាងម៉េចទេប៉ុន្តែដល់ពេលគាត់ច្រៀងពេលច្រៀងបាត់ញាក់ទៅគាត់ទៅជាទៅច្រៀងបានត្រូវចង្វាក់វិញវិវត្តល្អជាងតែជាគាត់ស្ដាប់យើងហើយគាត់យកអភិវឌ្ឍខ្លួនឯងល្អចាតែដៃឲ្យបងអូនបេក្ខជនមួយចាចាំសូមបងអូនសម្រាប់ចាអូនអរគុណច្រើនណាជាបន្តទៅទៀតនេះសូមជើញលោកនាងកញ្ញាចាបន្តនឹងការស្ដាប់នៅសំឡេងរបស់បេក្ខជនចាជាបន្តកនចិន្តាពាក់ស្លាកលេខ108សមឬមិនសមរូបរាងក្រមុំខ្ញុំនេះក្រមុំពិសេសមិនចេះជិះផ្ដាំទេណាមកមានអត់មិនចាញ់ទេណាំរៃសាខ្លាំងអស់ចាកញ្ញា80គីឡូបើបងបានមុំវាដូចជាក្មុំបានកាកុំព្រួយដោយណាទៅណាមកណាអូនក៏មានបងស្គាល់បងត្រង់ខ្លាំងស្អីល្អកុំមកអូនបបងទៅរីកាប្រាក់អូនក៏មានអូនក៏បានកល្យានឆ្លាញ់អូនទៅឬបើខ្លាចអូនកាច់ពេកអូនមិនកាច់ទឹកបងឆ្វៃមកឃើញអូនធំចម្លែកចិត្តល្អអើបងហើយមិនដឹងអូនទៅបើបងក៏មានលុយកុំធ្វើមិនស្អុយអីអញ្ចឹងពេលទៅរលឹងយកលុយអូនចាយក៏បានអូនមកឡងតែនៅតែឬមិនហ៊ានបានជាបងងាកមកចេញសូមអរគុណច្រើនដល់បេក្ខនារីចាចុងក្រោយនៅក្នុងកម្មវិធីរបស់យើងឥឡូវសូមគណៈកម្មការចាំមានយោបល់សំឡេងគាត់បើល្អមិនឥតខ្ចោះទេប៉ុន្តែសំឡេងប្អូនជាងបត់ប៉ែនរនល្អជាងបាទ
ប៉ុន្តែសម្លេងបងអាចហាត់ទៅមុខទៀតគ្រាន់បើជឿនលឿនតាមពិតសម្លេងបងល្អបត់ចឹងល្អអរគុណបាទខ្ញុំក៏សូមបន្ថែមសម្លេងបងល្អមែនតើប៉ុន្តែអ្វីដែលបងចង់បានគឺចង់បានជាប្អូនមិនមែនយើងធ្វើកាយវិការដើម្បីបង្ហាញមិនមែនជាយើងដូចយើងខំប្រឹងខំបញ្ចេញខំបញ្ចូលរបៀបថាធ្វើម៉េចឲ្យបានពិន្ទុច្រើនធ្វើម៉េចមិនមែនជាខ្លួនយើងអញ្ចឹងបើសិនជាអូនជាប់នៅកម្មវិធីនេះពេលវគ្គក្រោយអូនត្រូវបង្ហាញជាខ្ញុំជាខ្លួនឯងកុំព្យាយាមធ្វើពេកទេអញ្ចឹងបងមានអារម្មណ៍អញ្ចឹងបាទអរគុណបងសូមសរសើរអូនមួយសមាធិបានល្អចេញមកមិញកន្លាច់ជើងត្រូវទេបើសិនជាអ្នកខ្លះវិញគាត់ភ្លេចប្រូអស់ឬមកក៏គាត់ច្រៀងខុសហើយណាតែសមាធិអូនល្អច្រៀងបានទៅចាប់កាយវិការបានទៀតហើយសលេងក៏បានដែរអរគុណច្រើនចាសូមអរគុណច្រើនផ្ដល់ជាសម្លេងតែដៃជូនដល់បេក្ខនារីចុងក្រោយក្នុងកម្មវិធីសំនៀងចែងចាំងចាសូមអនុញ្ញាតសម្រាប់ចូលណាចាអរគុណលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីវគ្គក្រោយយើងនឹងធ្វើការប្រកាសលទ្ធផលជូនដល់បេក្ខជននិងបេក្ខនារីមាន2រូបតែប៉ុណ្ណោះនិងមានភ័ព្វសម្ដែងទៅវគ្គជាបន្តនៅក្នុងកម្មវិធីសំនៀងចែងចាំងសូមស្វាគមន៍នៅកម្មវិធីសំនៀងចែងចាំងរបស់ស្ថានីយ៍ទូរទស្សន៍ CTN នៅការប្រកាសលទ្ធផលដល់បេក្ខជននិងបេក្ខនារីទាំង6រូបចាអស់លោកស្រីអ្នកនាងកញ្ញាពីកម្មវិធីរបស់យើងខ្ញុំមានបេក្ខជននិងបេក្ខនារីចំនួន6រូបដែលលោកនាងកញ្ញាបានឃើញអំពីសមត្ថភាពរបស់ពួកគាត់ហើយប៉ុន្តែយើងមានបេក្ខជនឬក៏បេក្ខនារី2រូបដើម្បីទៅវគ្គបន្តនៅក្នុងកម្មវិធីរបស់យើងជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាចាទស្សនានៅវត្តមានបេក្ខជននិងបេក្ខនារីទាំង6រូបសូមបង្ហាញខ្លួននេះគឺជាបេក្ខជននិងបេក្ខនារីទាំង6រូបសូមជម្រាបផងដែរថាសម្រួលអរិយាប័ត្រទប់ស្មារតីឲ្យបានល្អព្រោះថាមានអ្នកជាប់មានអ្នកធ្លាក់អ្នកទៅផ្ទះត្រឡប់ទៅវិញគឺមាន4រូបអ្នកដែលទៅវគ្គបន្តមាន2រូបចាបើសិនជាធ្លាក់កុំអន់ស្រពន់ចិត្តនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនណាបើសិនជាជាប់ក៏សូមអបអរសាទរខិតខំប្រឹងប្រែងបន្ថែមទៀតឥឡូវនេះដល់ពេលវេលាដែលប្រកាសលទ្ធផលជូនបេក្ខនារីទី1ចាគាត់បានបន្ទុកប៉ុន្មានពីកម្មវិធីចាសំនៀងចែងចាំងបេក្ខនារីទី1ផនស្រីពៅវិញ្ញាសាកំបាំងមុខទទួលបាន21បន្ទុកវិញ្ញាសាបត់មនោចេតនាទទួលបាន22បន្ទុកចំណែកឯវិញ្ញាសាបត់ញាក់វិញបងប្អូនដែលចេញមកទស្សនានៅទីនេះអាចទាយបានទេបានប៉ុន្មានពីកម្មវិធីយើងបាន21បន្ទុកសរុបទៅ64បន្ទុកសូមអបអរសាទរឥឡូវនេះយើងឈានចូលដល់បេក្ខនារីទី2ជាបន្តទៀតចាបេក្ខនារីទី2បានបន្ទុកប៉ុន្មាននៅវិញ្ញាសាទាំង3ឡុងសុជាតាវិញ្ញាសាកំបាំងមុខទទួលបាន18បន្ទុកវិញ្ញាសាបត់មនោចេតនាទទួលបាន21បន្ទុកចំណែកឯវិញ្ញាសាបត់ញាក់វិញបានប៉ុន្មានពីកម្មវិធីសួរបេក្ខនារីចង់បានប៉ុន្មានអូនបានច្រើនកណ្ដាលល្អកណ្ដឹងណាចាបាន21បន្ទុកសរុបទៅ60បន្ទុកចាឈានចូលមកដល់បេក្ខជនវិញម្ដងបេក្ខជនទី3បេក្ខជនទី3ហមវណ្ណៈវិញ្ញាសាទី1ទទួលបាន24បន្ទុកវិញ្ញាសាទី2បាន25បន្ទុកចង់បានប៉ុន្មានឲ្យបានឈ្នះគេណាថែមប៉ុន្មានទៀតបាន26បន្ទុកសរុប75បន្ទុកចាកុំអាអណានៅមានបន្តទៀតចាចូលមកដល់បេក្ខជនចាទី4វិញម្ដងបេក្ខជនទី4ណប់មុនីវិញ្ញាសាទី1បាន22បន្ទុកចំណែកវិញ្ញាសាទី2បាន25បន្ទុកវិញ្ញាសាបត់ញាក់វិញលោកពូចង់បានប៉ុន្មានដែរឲ្យប្រហែល20 22ឬក៏25ឬក៏20ប៉ុន្មាន
ចាលើតិចណាលើតិចក៏បានដែរគណៈកម្មការសម្រាប់វិញ្ញាសាបត់ញាក់បានប៉ុន្មានពីកម្មវិធី27បន្ទូ74បន្ទូសូមអបអរសាទរលោកពូនៅ2នាក់ទៀតណាចា2នាក់ទៀតចូលមកដល់បេក្ខជនវិញម្ដងបេក្ខជនទី5បេក្ខជនទី5ទឹកសំអាងវិញ្ញាសាទី1 21បន្ទូវិញ្ញាសាទី2បាន23បន្ទូចាបងអូនម្នាក់បកាយនិយាយជាងគេណាសាពះបន់ស្រន់ឆាកទៅបានបន្ទុច្រើនវិញ្ញាសាវត្តញាក់ណាចាជូនពរឲ្យបានបន្ទុច្រើនបានប៉ុន្មានពីកម្មវិធី22បន្ទុ66បន្ទុចាអរគុណឥឡូវនេះឈានចូលដល់បេក្ខនារីចាចុងក្រោយនៅក្នុងកម្មវិធីបានទៅលើបេក្ខនារីចាបាននៅវិញ្ញាសាទី1បាន25បន្ទុវិញ្ញាសាបត់មនុស្សចេតនាបាន24បន្ទុបត់ញាក់វិញតើបងអូនបានប៉ុន្មានពីកម្មវិធីបាន23បន្ទុ72បន្ទុឥឡូវនេះបងប្អូនដឹងហើយថាជេលីភីចាមាន2រូបទៅវគ្គបន្តទៀតបានទៅលើអ្នកណាគេចាបេក្ខជនទី3និងបេក្ខជនទី4អបអរសាទរចាអរគុណច្រើនហើយក៏សូមទីថាចូលរួមសោកស្ដាយចំពោះបងប្អូនបេក្ខនារីនិងបេក្ខជនដែលមិនបានទៅវគ្គបន្តយើងនឹងមានឱកាសបន្តទៀតនៅណាកុំអស់សង្ឃឹមសូមផ្ដល់ជាសម្លេងតែដៃជូនដល់បេក្ខនារីនិងបេក្ខជនយើងចាបងប្អូនតែ4រូបសូមសម្រាប់សិនចាអូនចាសូមអញ្ជើញសូមចូលរួមអបអរសាទរជាមួយនឹងចាលោកពូហើយនឹងបេក្ខជនដែលបានដូចថាខិតខំប្រឹងប្រែងអ្វីដែលខិតខំប្រឹងប្រែងគឺទទួលបានផលមកប៉ុន្តែត្រូវតែដូចថាអ្វីដែលជាចំណុចខ្វះខាតលោកគណៈកម្មការអាចារ្យទាំង4រូបក៏បានជម្រាបជូនខ្លះគឺជាទុនមួយដ៏ល្អទៅវគ្គបន្តទៀតអញ្ចឹងសូមចាតំណាងគណៈកម្មការមួយរូបមានយោបល់ជូនដល់ចាបេក្ខជនដែលទទួលបាននៅជេលីភីនៅក្នុងសប្តាហ៍នេះចាសូមអញ្ជើញសំឡេងលោកពូហើយនឹងប្អូនដឹងស្រាប់ហើយខ្ញុំខមមិនពីដើមមកមិននេះប្រហែលទេដល់អញ្ចឹងក្នុងកំឡុងពេលដែលគេកំពុងប្រឡងហ្នឹងពូត្រូវយកអ្វីដែលយើងបានណែនាំហ្នឹងទៅហាត់ឬទៅរៀនថែមទៀតបានមកប្រឡងប្រកួតអ្នកឈ្នះជាមួយអ្នកឈ្នះទៀតមិនអីសូមជូនពរនៅថ្ងៃមុខណាបាទអរគុណចាអរគុណច្រើនផ្ដល់ជាសម្លេងតែដៃម្ដងទៀតជូនដល់បេក្ខជនទាំងពីររូបសូមអរគុណដល់បងប្អូនដែលចេញមកទស្សនាផ្ទាល់និងបងប្អូនប្រិយមិត្តទូរទស្សនិកជនដែលទស្សនានៅតាមគេដ្ឋានជាមួយនឹងកម្មវិធីសំនៀងចែងចាំងយើងខ្ញុំក៏សូមអរគុណចាដល់គណៈកម្មការទាំង4រូបដែលផ្ដល់នៅបន្ទុកយ៉ាងសុក្រិតជូនដល់ចាបេក្ខជនឬក៏បេក្ខនារីនឹងជាអ្វីដែលជាតិចនិចនឹងបច្ចេកទេសនៅក្នុងការហាត់ច្រៀងដើម្បីឲ្យបង្កើននូវសមត្ថភាពរបស់ខ្លួនកាន់តែល្អប្រសើរជាងមុនបន្ថែមទៀតនេះខ្ញុំក៏សូមអរគុណដល់ Power Band ចាដែលក្រុមភ្លេងដ៏ចាប៉ិនប្រសពហើយនឹងបកែហើយប្រគំបទភ្លេងជូនដល់បេក្ខជននិងបេក្ខនារីហើយជាពិសេសនេះខ្ញុំក៏យកឱកាសនេះក៏សូមអរគុណចាស់ទៅដល់អ្នកឧបត្ថម្ភកម្មវិធីមានឥឡូវនេះយោមាន Facebook សូមចុច like ដើម្បីឈ្នះរង្វាន់ពិសេសជាច្រើនយោជំរុញបរិបទធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color វីតាមីនតាក់ទាញពីបបោមាត់កាន់ឈ្ងុយ Lip Eye ត្រជាក់មែនមិនប្រែចាំមកស្អាតពិតត្រជាក់ពិតអុកស៊ីលុយមួយទុយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំនំក្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់នៅក្នុងពេលនេះសូមជូនពរដល់លោកស្រីអ្នកនាងកញ្ញាជួបតែនឹងសំណាងល្អជាពិសេសនៅក្នុងរាត្រីនេះសុបិនល្អរាត្រីសួស្តីយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលាជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលាតាមតាមដែរសម្រាប់សប្តាហ៍ក្រោយ